បាទជម្រាបសួរបងប្អូនទាំងអស់គ្នាហើយវីដេអូថ្មីនេះខ្ញុំនឹងបរៀនពីរបៀបក្នុងការបង្កើតជាគណនី Facebook Page អាជីវកម្មបាទយើងហៅថា Facebook Page ហ្នឹងបាទហើយបន្ទាប់ពីយើងបានបង្កើតនៅ Facebook Profile ឬយើងហៅថាគណនី account ផ្ទាល់ខ្លួនរបស់យើងនេះបាទបងប្អូនអញ្ជើញមើលមកខាងស្ដាំដៃផ្នែកខាងលើនេះបាទផ្នែកខាងលើដែលមានត្រី3ហ្នឹងបាទខ្ញុំបានចុចពីលើនេះបងប្អូនចុចពីលើហ្នឹងមកបាទហើយបន្តមកទៀតពេលបងប្អូនចុចចូលកន្លែងត្រី3ហ្នឹងហើយបងប្អូនធ្វើការមើលមកខាងក្រោមបាទពាក្យ see more ដែលយើងមើលនៅក្នុងភាសាខ្មែរគេដាក់ថាច្រើនទៀតបាទបងប្អូនមើលកន្លែងនេះបាទបងប្អូនចុចលើហ្នឹងទៅបាទអញ្ចឹងខាងក្រោមគេបងប្អូនមើលមកខាងក្រោមគេសញ្ញារូបទង់ជាតិហ្នឹងបានន័យថាគេតំណាងឲ្យគណនី Facebook អាជីវកម្មឬក៏យើងហៅថា Facebook Page ហ្នឹងបាទអញ្ចឹងបងប្អូនចុចលើហ្នឹងបាទអញ្ចឹងនៅពេលដែលបងប្អូនចុចពីលើហ្នឹងទៅវានឹងបង្ហាញជាផ្ទាំងមួយបាទអញ្ចឹងបងប្អូនមិនគិតច្រើនទេមើលមកខាងឆ្វេងដៃខាងលើនេះបាទសញ្ញាបូកបើក្នុងភាសាខ្មែរគេដាក់ថាបង្កើតបាទអញ្ចឹងយើងចុចពីលើហ្នឹងមកបាទអញ្ចឹងនៅពេលដែលបងប្អូនចុចពីលើហ្នឹងហើយបងប្អូនចុចបន្តទៀតមកកាត់ start hit នេះមិនได้ថាចាប់ផ្ដើមបាទអញ្ចឹងអីដែលបងប្អូនត្រូវការធ្វើការបំពេញដំបូងគេនៅពេលដែលយើងចុចបន្តហើយយើងនឹងឃើញគេឲ្យយើងដាក់ជាឈ្មោះ Facebook Page អាជីវកម្មរបស់យើងអញ្ចឹងយើងត្រូវដឹងថាប្រមាណអាជីវកម្មយើងឈ្មោះអីបាទអញ្ចឹងយើងចង់យកមកដាក់នៅក្នុង Facebook Page ហ្នឹងដើម្បីដាក់ជាឈ្មោះតំណាងតែម្ដងអញ្ចឹងឧទាហរណ៍ខ្ញុំជាប្រភេទអាជីវកម្មលក់កៅអៅអញ្ចឹងឧទាហរណ៍ដាក់សម្លៀកបំពាក់សាខាព្រឹកលៀបឧទាហរណ៍ទេបងប្អូនអាចដាក់តាមប្រភេទអាជីវកម្មបងប្អូនទៅមានឈ្មោះអីដាក់តាមហ្នឹងទៅបាទដើម្បីជាឈ្មោះតំណាងរបស់យើងអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងទេបាទខ្ញុំចុចបន្ទាប់ទៀតបាទអញ្ចឹងបើករណីដែលយើងជាប្រភេទសម្លៀកបំពាក់អញ្ចឹងដល់ពេលដែលយើងចុចបន្ទាប់មកទៀតហើយបាទដល់ពេលដែលយើងបានបំពេញឈ្មោះអាជីវកម្មរបស់យើងនៅក្នុងកន្លែង page name ហ្នឹងហើយគឺយើងមកដល់ចំណុចបន្ទាប់គេឲ្យយើងបំពេញជាប្រភេទបាទប្រភេទអាជីវកម្មរបស់យើងអញ្ចឹងឧទាហរណ៍ជាក់ស្ដែងបើសិនជាបងប្អូនជាប្រភេទលក់កៅអៅអញ្ចឹងកន្លែងប្រភេទអាជីវកម្មរបស់យើងត្រូវដាក់សម្លៀកបំពាក់បាទបើសិនជាយើងលក់ជាគ្រឿងសម្អាងគ្រឿងអលង្ការផ្សេងៗយើងអាចរើសជាប្រភេទជាហ្នឹងឲ្យគ្រឿងអលង្ការអញ្ចឹងទៅឬក៏អង់គ្លេសគេហៅ jewelry បាទហើយបើសិនជាយើងជាប្រភេទសម្រស់យើងអាចដាក់ beauty ឬសុខភាពសម្រស់សម្ផស្សអីចឹងដែរបាទប៉ុន្តែត្រង់ចំណុចនេះបើសិនជាបងប្អូនវាយខ្មែរអត់ចេញទេបាទព្យាយាមអាចវាយជាអង់គ្លេសទៅអាចមានបងប្អូនដែលនៅចិត្តចេះអង់គ្លេសឲ្យគាត់ search ដាក់ឲ្យបានបាទត្រង់ចំណុចហ្នឹងបើសិនជាយើងដាក់ត្រូវតាមប្រភេទអាជីវកម្មរបស់យើង Facebook វានឹងជួយរុញការផុសរបស់យើងផ្សេងៗហ្នឹងទៅកាន់ត្រូវគោលដៅអតិថិជនរបស់យើងបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសខ្ញុំដកសម្លៀកបំពាក់ខ្ញុំដាក់ clothing បាទចេញ closing shop ចុចបន្ទាប់ទៀតណាបាទបាទអញ្ចឹងនៅពេលដែលបងប្អូនចុចបន្ទាប់ទៅបងប្អូនអាចមកដល់ចំណុចនេះបាទចំណុចនេះបងប្អូនធ្វើការជ្រើសរើសផ្នែកខាងនេះបងប្អូនផ្នែកខាងក្រោមគេបាទមានន័យថាបងប្អូនបង្កើតអាជីវកម្មដើម្បីធ្វើការផ្សព្វផ្សាយនិងផុសទៅលើ personal brand របស់យើងបាទអញ្ចឹងចុចយកខាងក្រោមគេបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនអាចធ្វើការបំពេញជារូបភាព profile ឬក៏បាទរូបក្របអីឲ្យហើយក៏បានដែរប៉ុន្តែខ្ញុំសូមធ្វើការចុចបន្ទាប់ទៅរំលងវាចោលទៅចាំបំពេញពេលក្រោយក៏បានដែរបាទអញ្ចឹងនៅពេលដែលយើងចុចបន្ទាប់ហើយយើងធ្វើការកន្លែងនេះយើង invite friend តែបើករណីថា Facebook page របស់យើងអត់ទាន់មាន friend ទេកន្លែងនេះវាអត់មាន load ឲ្យទេបាទដោយសារតែខ្ញុំFacebook គណនីផ្ទាល់ខ្លួនខ្ញុំទៅឧទាហរណ៍ទៅមុនហ្នឹងទេគឺអត់ទាន់មានមិត្តភ័ក្តិឬអត់ទាន់មាន friend ដែលយើងបានផ្សារភ្ជាប់ទៅគាត់ទេចឹងកន្លែងហ្នឹងវាអត់មានទេតែបើបងប្អូនមានអាចធ្វើការចុចជ្រើសរើសទាំងអស់ទៅហើយចុចបន្ទាប់ទៀតបាទចឹងនៅពេលដែលបងប្អូនចុចបន្ទាប់ហើយបងប្អូនមកដល់ចំណុចនេះបាទចឹងបងប្អូនចុចរួចរាល់បាទខាងក្រោមគេក៏ឃ្លៀក្តារហ្នឹងបាទបាទបន្ទាប់ពីយើងចុចរួចរាល់ហើយបាទ Facebook page របស់យើងគឺបានបង្កើតឡើងហើយមួយទៀតខ្ញុំធ្វើការបញ្ជាក់ទៅបងប្អូនដូចគ្នាដែរសម្រាប់បើសិនជាគណនី Facebook profile របស់យើងអត់ទាន់មានភ្ជាប់ជាលេខទូរស័ព្ទអីជាមួយទេបាទនៅក្នុង Facebook page នេះបើសិនជាបងប្អូនបង្កើតទៅអាចនឹងទាមទារលេខទូរស័ព្ទបាទអ
តែនេះដោយសារតែគណនីផ្ទាល់ខ្លួនរបស់ខ្ញុំបានភ្ជាប់លេខទូរស័ព្ទចូលហើយនិង email ឲ្យចូលអស់ហើយអញ្ចឹងវាទាមទារបន្ថែមទៀតទេបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នា